អូខេអ្នកទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំត្រូវតែធ្វើ medical check ទៀតហើយជាកាបៀនគ្រូរៀងរាល់ឆ្នាំគឺយើងត្រូវតែធ្វើ medical check ម្ដងហើយវាគឺជា requirement ហ្មងយើងអាចធ្វើអត់បានទេណាការពិនិត្យសុខភាពហ្នឹងនិយាយទៅគឺគេ check មួយទាំងអស់ហ្មងគេបូមឈាមរបស់យើងមើលគ្រប់សពហើយគេពិនិត្យច្រវាក់បេះដូងគេពិនិត្យសួតអឺពិនិត្យទឹកនោមពិនិត្យអីទៅគឺគ្រប់សពមករាងកាយយើងហ្មងតោះតែយើង fit to fly ទៅយើងអាចទៅធ្វើការហោះហើរបន្តទៀតបានណាបើសិនជាយើង check ទៅឃើញមានជំងឺមួយណាដែលគេ restrict ហ្នឹងក៏គេផ្អាកយើងសិនដែរឥឡូវហ្នឹងមកដល់ clinic នេះអ្នកទាំងអស់គ្នាកន្លែងដែលខ្ញុំត្រូវពិនិត្យហ្នឹងណានៅពេលដែលមកដល់គឺយើងត្រូវចូលទៅយកលេខរងចាំបន្ទាប់មកជួបពិគ្រោះជាមួយនឹងលោកគ្រូពេទ្យគាត់នឹងសួរពី information របស់យើងថាយើងធ្លាប់មកពិនិត្យអត់អញ្ចឹងយើងប្រាប់ថាឈ្មោះទៅគឺពួកគាត់នឹង check file របស់យើងពីមុនមកថាយើងធ្លាប់មក check បានប៉ុន្មានដង check អីគេខ្លះអញ្ចឹងណាបន្ទាប់ពីនឹងហើយគឺត្រូវទៅកន្លែង Bella ដើម្បីយើងធ្វើអីខ្លះយើងត្រូវ pay លុយអីអញ្ចឹងតែដោយសារតែពួកខ្ញុំគឺក្រុមហ៊ុនជាអ្នករ៉ាប់រងឲ្យទេពេលដែលកំពុងតែចាំយកសបុតទៅពិនិត្យឈាមពិនិត្យទឹកនោមពិនិត្យអីផ្សេងៗទៀតហ្នឹងស្រាប់តែងាកទៅជួបបងប្អូនដែលគាត់ត្រូវមកពិនិត្យដែរហើយមកមុខបងហ្នឹងមែនដល់ពេលមកពេទ្យអត់មាន make up អត់មានអីមើលគ្នាឡើងស្គាល់បណ្ដោយបន្តមកទៀតក៏ដល់លេខរៀងខ្ញុំត្រូវមកបូមឈាមដើម្បីយកទៅពិនិត្យណាបូមឈាមហ្នឹងគឺគេពិនិត្យច្រើនណាគេពិនិត្យតាំងពីជាតិស្ករជាតិខ្លាញ់ជំងឺផ្សេងៗទៀតច្រើនមុខមែនតើខ្ញុំអត់ចាំ detail ថាជំងឺអីខ្លះតែដឹងតែស្ទើរតែគ្រប់មុខហ្មងពេលដែលថតហ្នឹងខ្ញុំសុំគាត់ហើយណាមិនមែនខ្ញុំជិះតែថតទេណាគាត់ថាគាត់ទៅឃើញវីដេអូរបស់ខ្ញុំដែរអញ្ចឹងគាត់ឲ្យថតទៅហើយខ្ញុំឲ្យទៅពេលបូមឈាមគឺចេះតែមានអារម្មណ៍រៀងភ័យហ្មងសួរថាពេលដែលបូមហ្នឹងឈឺអត់វាអត់ឈឺទេមកជុលក៏អត់ធំដែរតែចេះតែមានអារម្មណ៍រៀងខ្លាចហើយអត់ហ៊ានមើលមកចូលនឹងហ្មងធ្វើបន្លំងាកមុខចេញមើលឆ្វេងមើលស្ដាំកុំឲ្យខ្មាស់គេពេលបូមឈាមហើយគឺយើងត្រូវបន្តទៅយកទឹកនោមដើម្បីយើងពិនិត្យទឹកនោមដែរគឺចង់ដឹងថាតើយើងមានប្រើប្រាស់គ្រឿងញៀនអត់មានប្រើប្រាស់អ្វីដែលគេហាមឃាត់ឬមួយក៏អត់អញ្ចឹងណាទឹកនោមយើងត្រូវដាក់មកកាប៉ុងនឹងហើយយកទៅទុកឲ្យគេពិនិត្យបន្តមកទៀតខ្ញុំត្រូវឡើងទៅជាន់ទី1ដើម្បីចាំពិនិត្យច្រវាក់បេះដូងថ្ងៃដែលខ្ញុំមកពិនិត្យហ្នឹងគឺថ្ងៃចុងសប្តាហ៍អញ្ចឹងមនុស្សរៀងច្រើនណាយើងត្រូវចាំតាមលំដាប់លំដោយលេខរៀងរបស់យើងចាំបានមួយផ្លែអ្នកគ្រូពេទ្យក៏នាំចូលទៅបន្ទប់ដែលត្រូវពិនិត្យបេះដូងហ្នឹងពេលដែលចូលទៅបន្ទប់ហ្នឹងខ្ញុំអត់បានថតទេដោយសារតែត្រូវដោះអាវដោះអីចឹងណាហើយឲ្យតែចូលទៅពិនិត្យបេះដូងហ្នឹងគឺខ្ញុំតែតែមានអារម្មណ៍ថាដូចត្រូវគេពិសោធន៍គេមានឧបករណ៍គេយកមកជប់នៅម្ដុំជុំវិញទ្រូងកន្លែងបេះដូងយើងហ្នឹងហើយដូចមានអាចសម្រាប់គេឆក់អគុយយកមកដាក់នៅកោដៃកោជើងរបស់យើងទៀតអញ្ចឹងឥឡូវហ្នឹងខ្ញុំមកពេទ្យមួយនេះពិនិត្យឈាមពិនិត្យទឹកនោមពិនិត្យច្រវាក់បេះដូងឲ្យហើយអស់ហើយខ្ញុំត្រូវបន្តទៅពេទ្យមួយទៀតដើម្បីពិនិត្យភ្នែកដោយសារតែពេទ្យឯកទេសភ្នែកនៅពេទ្យមិញហ្នឹងគាត់ជាប់រវល់អញ្ចឹងគឺខ្ញុំត្រូវមកពេទ្យមកកន្លែងទៀតដើម្បីពិនិត្យភ្នែកមកដល់ពេទ្យនេះលឿនមែនទែនអ្នកទាំងអស់គ្នាមកដល់គ្រាន់តែគាត់យក information មកផ្លែតគឺគាត់នាំចូលទៅបន្ទប់ពិនិត្យភ្នែកយកមក12 8 6នៅពេលដែលមកដល់គេនឹងពិនិត្យកសែភ្នែករបស់យើងថាយើងមើលបានឆ្ងាយប៉ុណ្ណាមើលច្បាស់អត់មញោបអត់អញ្ចឹងណាហើយនឹងគេកំពុងតែមើលថាតើយើងមានបញ្ហាខ្វាក់ពណ៌អត់ពេលថតនឹងក៏ខ្ញុំសូមអនុញ្ញាតគាត់ហើយគាត់ថាគាត់មើលវីដេអូខ្ញុំដែរអញ្ចឹងក៏ឲ្យថតដូចគ្នាហើយបងអូលឿនអរគុណបងអរគុណបងអរគុណលឿនសាហាវអ្នកទាំងអស់គ្នាឥឡូវហ្នឹងហើយអស់ហើយពិនិត្យឈាមពិនិត្យអីហើយពិនិត្យភ្នែកហើយឥឡូវហ្នឹងយើងទៅផ្ទះអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូខ្ញុំមកធ្វើ medical check ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានសំណួរអីអាច comment សួរខ្ញុំបានហើយរងចាំមើលវីដេអូក្រោយទាំងអស់គ្នាអរគុណបាយបាយ